ចាបងប្អូនទាំងអស់គ្នាចាមានទីឲ្យអត់ដឹងធ្វើម្ហូបអីកុំភ្លេចទស្សនាវីដេអូនេះរហូតដល់ចប់ធានាថានាងខ្ញុំនាំមកជូនរបៀបនៃការធ្វើទាឆាគ្រឿងដល់រសជាតិឈ្ងុយឆ្ងាញ់ពិសេសវាមិនពិសេសហោះហើរលើមេឃអីណាទេបងប្អូនអើយពិសេសបែបឆ្ងាញ់អាចទទួលយកបាននឹងឯងចាដើម្បីបានទាមួយឆ្នាំងគឺនាងខ្ញុំត្រូវរកគ្រឿងផ្សំផ្សេងក៏ដូចជាចាស្លឹកក្រូចចាជាដើមស្លឹកក្រូចគឺនាងខ្ញុំដាំខ្លួនឯងហ្នឹងបងប្អូនអើយនៅជនបទដីធំទលាយអញ្ចឹងហើយស្អីក៏យើងមានដែរសក្រូចសក្រីអីចឹងណាតែទោះបីមានសក្រូចសក្រីក៏នៅទិញគ្រឿងពីគេដែរដោយសារអីគេរវល់អត់បានហើយហាន់គ្រឿងបុកគ្រឿងអីខ្លួនឯងតែសក្រីសក្រូចនេះខ្ញុំបេះហើយហ្នឹងគឺយើងយកទៅសម្រាប់ធ្វើកាត់ឆ្អាសម្រាប់ឆាគ្រឿងនេះដែរគឺនាងខ្ញុំមិនត្រឹមតែដាក់ចាគ្រឿងអីផ្សេងទេនេះខ្ញុំថែមទាំងដាក់បន្លែទីបន្លែឆាយ៉ាបងប្អូនមួយចំនួនគាត់ប្រហែលជាស្គាល់ហើយបន្លែឆាយ៉ាហ្នឹងយើងអាចយកមកស្រុះបុកទឹកគ្រឿងធ្វើលក់ធ្វើអីផ្សេងបងប្អូនខ្លះក៏គាត់យកទៅស្លយកទៅឆាយនិយាយពីថាអាត្រួយខ្ចីវាឆ្ងាញ់ខ្លាំងណាស់ជាមួយឆាគ្រឿងមិនថាឆាគ្រឿងអីទេបងប្អូនអើយមានជាតិខ្លាញ់តិចស្រឹកឡើងផ្អែមឡើងទន់ឆ្ងាញ់មែនតើហើយឆាយ៉ានេះខ្ញុំនៅចិត្តផ្ទះវាធ្លាក់ភ្លៀង1មេ2មេមកបងប្អូនរស់ត្រួយឡើងខ្ចីលវក់ចាពេលបេះបានហើយអីហើយយកមកអង្គុយសក់អញ្ចឹងណាបងប្អូនដើម្បីយកសបកវាចេញអស់ពេលសក់ឆាយ៉ាហើយมันមិនអងយូរទេមកកាត់គល់សក្រីហើយដំម៉ាំងកាត់វាជា2ខ្វាច់ទៀតមកយើងដើម្បីយកវាទុកទៅម្លីងជាមួយនឹងសាច់ទាមុនពេលដែលយើងឆាជាមួយគ្រឿងទានេះពពួកពុយទាសំពៅទាសំប៉ានអីគេបងប្អូនធំមិនតែនចានេះខ្ញុំទិញ1ដល់50000តែ50000ហ្នឹងឆា2ខ្ទះហ្នឹងបានអស់ផ្ទះទី1ហ្នឹងគឺនាងខ្ញុំឆាញ៉ាំអាការចូលឆ្នាំខ្មែរយើងហ្នឹងណាតទៅពេលនេះឥឡូវវាសល់ប៉ុណ្ណឹងចាពេលកាត់សាច់ទាអីហើយនាងខ្ញុំចាប់ផ្ដើមយកវាមកដាក់ម្លីងដើម្បីឲ្យអស់ទឹកឆ្អាបពីសាច់ទាហ្នឹងយើងម្លីងសាច់ទាហ្នឹងអត់មានដាក់ចាប្រេងឆាអីទេណាបងប្អូនដាក់តែគ្រឿងកាត់ឆ្អាបហើយដាក់អំបិលតិចកុំឲ្យសាច់ទាយើងសាពេលអំឡុងពេលដែលយើងចាឆាវាឲ្យស្រស់ទឹកហ្នឹងគឺយើងចាប់ផ្ដើមមកបុកគ្រឿងរបស់យើងដែលគេកិនស្រាប់តែលាយជាមួយនឹងខ្ទឹមមួយអីថែមសម្រាប់ឆាគ្រឿងនេះនាងខ្ញុំដាក់ជាមួយនឹងប្រហុក3ច្រវ៉ាហៅ3ច្រវ៉ាចឹងឯងបងប្អូនហើយម្ដាយនាងខ្ញុំហៅតែអញ្ចឹងមិន3ច្រវ៉ាទូកឯណាបងប្អូនគឺ3ច្រវ៉ាត្រីចាបន្ទាប់មកយើងដាក់ស្ករនេះបងប្អូនយើងដាក់ស្ករដាក់គ្រឿងផ្សេងទៀតមកមុនពេលដែលយើងយកគ្រឿងរបស់យើងនឹងមកដាក់ចាបងប្អូនខ្លាញ់ចេញពីទាយើងលឹងចង់កន្លះចឹងពេលសាច់ទារបស់យើងនឹងវាស្រស់ចាជាតិទឹកកាត់ឆ្អាបនឹងអីរួចរាល់ហើយយើងចាប់ផ្ដើមយកគ្រឿងយើងមកដាក់ឆាមកបងប្អូនឆាយូរឆាកូរត្រឡប់មកណាបងប្អូនណាតមកនេះខ្ញុំកូរត្រឡប់វាចូលជាតិហើយនេះខ្ញុំចាប់ផ្ដើមដាក់អំពិលទុំមកគ្រឿងនេះណាអត់មានអំពិលទុំអត់ឆ្ងាញ់ទេបងប្អូនអញ្ចឹងយើងកូរវាឲ្យអំពិលទុំចូលជាតិជាមួយសាច់ទាហើយចាក់ជាមួយនឹងស្ដេចដីដែលយើងបានបុកញុំបន្តិចមកនេះខ្ញុំជួយចិត្តណាបងប្អូនឆាគ្រឿងបត់ស្ដេចដីញ៉ាំកើតទេអញ្ចឹងបន្ទាប់មកទៀតមកយើងចាប់ផ្ដើមកូរត្រឡប់ហើយយើងចាប់ផ្ដើមយកម្ទេសដែលយើងបានបុកបន្តិចនោះមកដាក់បងប្អូនវាជួយចិត្តហឹលខ្លាំងដាក់ម្ទេសមកត្បាំងហ្នឹងទៅតែនេះខ្ញុំអត់ទេព្រោះកាពះរបស់យើងណាយើងតែដាក់លើសលុបតិចពេលឈឺលើសដើមអញ្ចឹងអាពេលទាសាច់ទារបស់យើងឆ្អិនរួចរាល់ហើយយើងចាប់ផ្ដើមយកទុយឆាយ៉ារបស់យើងមកដាក់មកកូរត្រឡប់ណាបងប្អូនឆាយ៉ានេះយើងអត់ទុកយូរទេយើងកូរវាមកត្រឡប់2ត្រឡប់មកមុំទុនវាចូលជាតិគ្នាជាមួយនឹងសាច់ទាហើយគឺយើងអាចដួសវាចេញហើយបងប្អូនទទួលទានភ្លាមធានាថាឆ្ងាញ់ហ្មងមុខនេះពេលបងប្អូនធ្វើហើយដឹងតែអរគុណនាងខ្ញុំហើយពេលយើងត្រឡប់ត្រួយឆាយ៉ាចូលគ្នាជាមួយនឹងសាច់ទាហើយកុំភ្លេចណាម្រះព្រៅអត់មានម្រះព្រៅក៏អត់ឆ្ងាញ់បងគិតដូចនាងខ្ញុំអត់ដូនតាយើងអស់ចាមែនតែមុខម្ហូបមួយគឺធានាថាឆ្ងាញ់អ្នកដែលមិនធ្លាប់ហូបមិនដឹងទេប៉ុន្តែពេលហូបហើយតែងតែមិនងាយបំភ្លេចរសជាតិរបស់ម្ហូបដូនតាខ្មែរបានបន្សល់ទុកញ៉ាំទៅសុខភាពល្អចាហើយរសជាតិឆ្ងាញ់ទៀតហើយញ៉ាំបានគ្រប់កលៈទេសៈមិនរើសពេលវេលាទីកន្លែងជួបជុំឬម្នាក់ឯងញ៉ាំបានទាំងអស់ចឹងឆាគ្រឿងទារបស់នាងខ្ញុំបានចិនរួចរាល់ហើយអរគុណបងប្អូនដែលតែងតែក្រំត្រូវីដេអូនាងខ្ញុំក៏ដូចជា share ណាជូនពរបងប្អូនសំណាងល្អសុខភាពល្អរកទទួលទានមានបានចាធ្វើដំណើរទៅណាមកណាប្រកបទៅដោយសុខសុវត្ថិភាពចឹងបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍កុំភ្លេចជួយ share ជូននាងខ្ញុំផងអរគុណច្រើនជម្រាបលាបាយបាយចាហ្នឹងហើយបងប្អូនទាំងអស់គ្នានេះឆាគ្រឿងទារបស់នាងខ្ញុំឆ្អិនរួចរាល់ហើយបងប្អូនអើយចារសជាតិនិយាយពីថាឆ្ងាញ់កប់ហ្មងបើសិនបងប្អូនហើយធ្វើគ្រឿងខ្លែងទៀតកាន់តែអែមតែថ្ងៃហ្នឹងនាងខ្ញុំឆាដាក់ជាមួយឆាយ៉ាអញ្ចឹងណាឆ្ងាញ់មែនតើបងប្អូនអើយចាអញ្ចឹងនាងខ្ញុំមានអីទេវីដេអូហ្នឹងមានប៉ុណ្្នឹងហើយក៏សូមថ្លែងអរគុណបងប្អូនដែលតែងគាំទ្រវីដេអូនាងខ្ញុំកន្លងមកចាក៏ដូចជាការលើកទឹកចិត្តអញ្ចឹងណាអញ្ចឹងអរគុណច្រើនវីដេអូថ្ងៃហ្នឹងបាយបាយ